prediction ប៉ុន្តែនេះខ្ញុំនិយាយចឹងត្រូវតែជារ៉ូដែល massive damage នេះបើខ្សាច់មាន pick off មាន cover មាននិយាយទៅគាត់ត្រូវការរ៉ូដែល HMA ច្រឡំហើយវាយដកយល់ទេម៉ែឡែមិនមែនជាលៀមកទេអាលូកាសអេនជេឡាដល់កោហើយបាទទៅ trend នៅ server ចិនច្រើនពេកហើយជួយទាយមិញយើងទាយដល់ម៉ោង8យប់ទៅត្រូវហេរ៉ូចាំងកលនិយាយមែនបាទមិញអង្គុយស្ងាត់មកអង្គុយរនឹកចំហេរ៉ូចាំងកលនៅសល់អីគេទៀតបាទខ្ញុំដល់ឃើញដល់ថ្នាក់ថ្ងៃយូរណាស់ទៅលេងចាំងកលដែរបាទបើខ្ញុំគិតថាអាចនឹងចូលការីណាបើសិនជាក្រៅពីខ្ញុំបិទប៉ុន្តែអាលូកាតោះអាលូកាតបាច់ចង្កូតក៏វាមានការអាប់ដេតជាមួយនឹង buff ដាវដួងខែទៅពេលដែលលើកបើចង់5ហេរ៉ូគឺ so physical និង magical defense គឺ hybrid defense រហូតដល់20អញ្ចឹងបើសិនជាគាត់លើកដាវដួងខែនឹង so stack បាន5ហេរ៉ូគាត់បាន100 physical និង magical defense ចង់គាត់នឹងតាំងមែនតើអេកឡាចូលគាត់គឺអាលូកាតនេះគឺមិនបាច់មកក្រោយទេវាយរហូតដល់ម្ដងហើយ game នេះគឺ core emblem killing spree attribute គឺសំទោសជាមួយនឹង retreat ផងក្រហមហ្គេមនេះគឺជាហ្គេមវាយយកតែម្ដងបាទសម្រាប់លោកការបស់ Detective បាទអញ្ចឹងអ្នកចាំអត់មើលទេដូចបងឯងប្រាប់បាននិយាយដែរទេស្ទីលតកែមួយនេះវាយមិនដកស្ទីលតកែបើយើងក៏លេងតែមើល spell នៅក្នុងហ្គេមមួយនេះសម្រាប់ Esmeralda គឺអូទៅក្លឹបអត់ហ្គេមទេម្ដងមិនមែន killing spree ទេ temporary ប៉ុន្តែជាមួយនឹង Boxy ទៅលួចល្បែពីអត់បានទេតែចាក់ចាំងកលើប៊ីសដាច់នេះគ្នាបាទទៅដល់កាប់ជាមួយនឹង Ding យកតែម្ដង2-1ពី Vadu ក៏ដូចជា Boxy C បាទនៅ early game ដូចជាមិនបញ្ហាសម្រាប់ពួកគាត់ទេប៉ុន្តែយើងមើលជាមួយនឹងការ rotation របស់ Boxy C គឺពេញ map យកដល់ម្ដងបាទអញ្ចឹងអាលូកា temporary ភ្លេចប្រាប់មួយទៀតនៅពេលដែលអាលូកាដាក់ update បើចង់ក្រោយផាច់ចង់ក្រោយហ្នឹងនៅពេលដែលដាក់ ulti គឺមានការកាត់ cool down skill ទី1ទី2 50%អញ្ចឹងនេះ temporary វានឹងពលឿន cool down បាន4វិនាទីទៀតចឹងបានខ្ញុំលក់កាប់រហូតតែម្ដងបាទចឹងឥឡូវមានការវាយគ្នានៅ Experience Land ឡើងមកទំហឹងយកតែម្ដងប៉ុន្តែក៏មានការ regen ឈាមមកវិញផងដែរសម្រាប់ hero ខាង CPU game បាទកៃសេមកយាយ Esmeralda Golden ក៏ទៅចូលលេងភ្លាមអត់បានបញ្ចេញទឹកដៃ Maxman គេឲ្យលេង fighter ឥឡូវអស់ spell អត់លឿនក៏តែបាញ់អស់ spell អត់លឿនបាទហើយបាទចាយតែមក spell តែម្ដងនៅ early game បើយើងដឹងស្រាប់ហើយជាមួយនឹង Esmer នៅ early ក៏ពិបាកក្នុងការទទួលរងជាមួយនឹង damage ដែរបាទចឹងហ្គេមនេះជាមួយនឹង Detective ក៏មានការ rotate មកដូចគ្នា skin star បងស្ទៀវតាក់កៅ Detective ទៅវាយជាមួយនឹង Ding Darate ដែលយើងក៏មកភ្លេចដែរជាមួយនឹង sponsor របស់យើងគឺ Infinite Note 50 Series ជាមួយនឹង MPL Edition សម្រាប់ gamer ទាំងអស់គ្នាជាមួយនឹងការសាកថ្មល្បឿនលឿន90វ៉ាត់ក៏ដូចជាឥតខ្សែវិញគឺសាកទៅដល់30វ៉ាត់ដូចគ្នាបំពាក់ជាមួយនឹង Crown AMOLED ល្បឿន 144Hz ក៏ដូចជា link ជាមួយនឹង game Mobile Legends ដោយរលូនយកតែម្ដងជាមួយនឹង RAM 24GB បាទអយ៉ាមានការវាយគ្នាម្ដាយពីដៃចាយ flicker មួយផងដែរពីព័ត៌មានរបស់ទេប៉ុន្តែមានការ fast ជាមួយនឹង Turtle យកតែម្ដងពីព័ត៌មានរបស់ CPU Gaming Ding ក៏ rotate មកដូចគ្នាជាមួយនឹងការចាក់យកតែម្ដងពីព័ត៌មានរបស់ Double យកធ្វើការផ្លែជាមួយនឹងព័ត៌មានរបស់ពីក៏ជាមួយការបានជាមួយនឹង Detective យក Turtle 3 hero ទៅលើ CPU Gaming ពី Plus K Oh my god ខ្ញុំអត់បានមើលជាមួយនឹងការ clear lane មានហេតុអីអពីអត់មាន level 4តន Turtle ទី1បាទទៅវិញគឺជាមួយនឹងការបោកទៅលើ Detective មកតង់ដាច់យកតែម្ដងពី Final Slash Roboting បាទយ៉ាងណាមានអារម្មណ៍ថាវ៉ាឌូក៏ព្យាយាមបើក team fight នៅ mid តែគាត់អត់ពាំងគេនៅ mid ហ្នឹងហ្មងទេគាត់ដើរចូលមក team fight វិញគេមកដល់ Final Slash គេ fight មក team fight នឹងជុំគ្នាបណ្ដោយបាទព្រោះវ៉ាឌូតែញ៉ែ team fight ទី2ឬក៏ដក roll damage ក៏មកចូលទៅដល់គ្នាគាត់បាទអត់ដឹងដូចគ្នារៀងធ្ងន់ដែរបាទហើយ game នេះ game លូនបាញ់គាត់តែគាត់ purify បាទអត់ដឹងដែរពីការ respect របស់វ៉ាឌូបាទបើគាត់ដល់ flick គាត់លឿនឬ long ឬអត់គាត់ចង់ទុកមួយគេ clear ខ្លាច clear គេចាប់បាទខ្លាច clear ជាមួយនឹង allot គេចាប់ឲ្យគេទះបាទប៉ុន្តែ game បាញ់មិញយើងមើលទៅគឺសម្រាប់ខាង CU គាត់គិតថាអត់មានគេចូលមកផងគាត់ឃើញ duo mid lane ហើយជាមួយនឹង Rome នៅ mid អត់មាន expect ជាមួយនឹង Ding ហើយជាមួយនឹង Naplo យោបាទ Naplo យោនៅចាំ surprise គាត់តែមក Final Slash ហ្នឹង combo ជាមួយនឹង ultimate មកតង់របស់ Nolan បាច់បាទចឹង Box CC អត់ត level 4ទេប៉ុន្តែ Ding level 6បាត់ទៅហើយនៅក្នុង game នេះតែបាញ់នេះជាមួយនឹងការបានមួយ kill បាទរឿងហើយតាមក៏ប៉ុតគាត់មិញអេនចឡាត level 4គាត់អំពឹងថាបើឈ្នះ Turtle ទី1គាត់នឹងវាយ Turtle ទី2បានឥឡូវអាចចាញ់ Turtle ទី1បាត់បង់3 kill ហើយ Turtle មួយទៀតនឹង Turtle Golden ទៀតដែល Esme នឹងចន់ team fight បាន Esme វាយគិតឈាមសទេមានអារម្មណ៍ថា Turtle ទី1អាចប្រើពាក្យថាសយ Turtle ទី2សយទៀតដែលសារជា Turtle Golden បាទចុះនេះគេសយគុណ2មានអារម្មណ៍ថា curse អីគេ back to back អាយ៉ាបោកយកតែម្ដង purify មួយបណ្ដាពីព័ត៌មានរបស់ទីultimate បាត់ហើយកំទីចាំបាទអា curse back to back នេះខ្លាំងណាស់ក៏យើងដល់លើកពៀនបាន2ដងជាប់គ្នាមកតែបាន2ដងដាច់ solo ទៅលើ Box CC អត់តាំងទេពីណាប់ឡោយោ
វ៉ាវ វ៉ាវវ៉ាវវ៉ា បា វ ទតែបាននិយាយនៅលេនវាបើយួយមួយអាមុនប៉ុន្តែប្រយ័ត្នដកបានត្រឹមកម្រិតមកយកបាន អាយ៉ាអូពីចាយ flicker មួយផងដែរសាមដៃចុងក្រោយជាមួយនឹងកៃស៊ីធ្វើការរងដេមេរបស់សេងនេះគ្នាជាមួយនឹងការចូលអាតមេទៅលើ detective ចាក់អាទីមក brilliant ជាមួយនឹងការវាយយកទៅដល់ថតក្បានទៅលើ flash cake គឺមានការបាត់បង់ជាមួយនឹង watermelon របស់ steel តែកៅ detective នេះគ្នាជាមួយនឹងការផ្ដាច់ទៅលើបានូបាទឬក៏បានបរាយយកជាមួយនឹង watermelon របស់ OP ក៏មានការផ្ដាច់ពី Nablo យកផងដែរ មួយ free មួយមិន ខាំក៏ឲ្យមានអារម្មណ៍ថាយក passport player ទុកទៅណាបើមានអារម្មណ៍ថាដូចទៅមកពេកអស់បើខំដល់បើជាមួយនឹងការលួចពី Nablo ជាមួយនឹងបើខំអូចូលចាក់យកទៅដល់ Nablo សើគេទៅលើ Sing ជាមួយនឹងការមិនមែនចាំយកបើខំនេះគឺចាំ solo គេទៅលើ Sing វ៉ាវ វ៉ាវដូចបាននិយាយឃើញអា slot មិញហ្នឹងគឺសំណា Nolan និង Amon ពីរនឹង hero ដែល Assassin full damage ហើយមានឱកាសក្នុងការចាំ one shot នៅតាមស្មៅទៀត បាទ បាទនិយាយទៅទីមួយគេលាក់គ្នាយូរតែគេចង់ដកឥឡូវមានអារម្មណ៍ថាដកមកធ្ងន់យកតែម្ដងធ្ងន់អូវ៉ាវ សុំ RIP prediction 5k golden នេះ 5k golden នៅក្នុងរយៈពេលថា4 7 5នាទីថា 75k បាទមានការយកជាមួយនឹង jungle មួយបាទដែរ បាទ8ទៅនឹង0 kill នៅតែបញ្ជាក់ដដែលលូកាទោះបីជាវាមាន passive ដែល buff ថ្មីក៏ដោយតែវានៅតែស្ថិតក្នុងប្រភេទ hero late game ដដែល attribute ក្រោរបស់វានឹងឡើងច្រើនមែនតើពេលដែលទៅដល់ late game តែត្រឹម early អាលូកានេះវាស្ទើរទាំងតាន់ស្ទើរទាំង damage បាទតែបើទៅដល់ late game នឹងអាច power spike របស់ hero នឹងក៏បងឯងឆ្លាអាចនឹងចេញមកដូចគ្នាហើយបើគិតថាឲ្យ esme វាយដាច់អត់ទេអាលូកាវាខ្លាចពេល esme វាយវា convert ឈាមសឈាមទៅឈាមសតែលូកាវាឡើងឈាមមកវិញច្រើនចឹងបើសិនជា esme វាយឈាមសបានទៅលើលូកាច្រើនអាលូកានឹងឆ្នៃទិញ oracle មួយទៀតដើម្បីទី1គុណឈាមសដែលបានមកពី Angela ទី2គុណ mechanic ឡើងឈាមទៅលើ hero ខ្លួនឯងទី3នៅពេលដែល esme វាយគិតឈាមក្រហមទៅឈាមសគាត់លួចឈាមសនោះកាន់តែច្រើនយកមកចឹងពេលហ្នឹងបើ esme ខ្លួនឯងវាយអាលូកាអត់ងាប់ទេអាលូកានឹងវាយអត់ mechanic ត្រាស់នេះនឹងធ្វើឲ្យគាំងនៅពេលដែលរឿងនឹងកើតឡើងតែឥឡូវក្របាត់នៅក្នុងហ្គេម អាលូកាហ្នឹងហើយលូកាក្រហើយក្រហើយ បាទ និយាយថាបច្ចុប្បន្នកាឥឡូវចង់វាយ SMA វាយមិនដាច់ទេបាទវាយមិនដាច់ទេSMA គេ spare sprint ទៀតតប៉ឹងលើ Angela ចងជើងក៏ចងអត់តដែរបើសិនជាគេចង់ចេញ spare sprint រត់ហ្មងបាទបូករួមហ្នឹងឥឡូវយើងក៏លេខទៅមើលមាន hero ណាដែលចាប់ជាមានប្រភេទ hero stand ដើម្បីទៅចាប់ទៅខាង team plus KA ទេអត់មានបាទទៀតទីអំណោយណាបើសិនជា power spike នឹងកើតឡើងទីនៅបោកអុកទី2បោក ultimate យូរណាហើយពេលហ្នឹងបើគេនិយាយគ្នាត្រូវ SMA វាយ SMA វាយអ្នកផ្សេងហ្មងឲ្យលូនុចបាញ់វិញបាទឲ្យលូនុចបាញ់វិញមកតង់ទៅណាមួយដែលមិននៅ early ចេញពី team flash ច្រើនអូជួស្ទៀវតកៅហើយនៅខាងក្រោមមកបាយនៅស្លាប់មួយក៏ដូចមានការចូលអាទីយកទៅdetective ស្ទៀវតកៅទៅផ្លូវខាងណាអ្នកដើរចូលទៅផ្លូវទេគេនេះជាមួយនឹងការបោកយកទៅពីវត្តមានរបស់ទីធ្វើការផ្ដាច់ជាមួយនឹង detective បានមកគៀបផងដែរអូពីជាន់មួយពីវត្តមានរបស់ដេងចាត់កាត់ត skill ជាមួយនឹងការចាយ flicker មកដែរពីវត្តមានរបស់អូពីចង់ជើងបន្ថែមទៀតនៅ midland ក៏មានការវាយគ្នាបន្តែយកមកជាមួយនឹងអូពីជាមួយនឹង Sixute Angela មកដល់ជួបជាមួយនឹង Nablo យកឲ្យមានបញ្ហាដែរទេ ចូល recall ប៉ុន្តែចាប់ map បានឬក៏បានចូល RT ទៅលើ Sing រត់រួចខ្លួនមកដែរពីអូពីគូដោលឿនណា20 second បាទពី70 second ធ្លាក់ដល់20 second យកមកបាទតើ final ស្លាប់មួយផងដែរពីវត្តមានរបស់ដេងចេញជួយវាយពី Sing បន្តែទៅណារួចទេជាមួយនឹងការដាច់ពី Nablo យកបាន10 kill យកទៅជាមួយនឹងការបាន triple kill ដែរទេអត់បាន kill ទេ killing spree ទៅលើដេងដូចគ្នាចុះប៉ាសឺរបស់លូកាត់5 hero ប៉ុន្តែដែលបាននិយាយគឺ hero ក៏ក្រពេកហើយមានចលាចូលប៉ុណ្ណឹងវាយអត់បាននោះទេជាមួយនឹងអាលូការបស់ detective បាទអាលូកាឥឡូវនេះបើសិនជាចាញ់ហើយគេបាត់សូននឹងខានខ្លាចនេះជាអាលូកាដែរហើយបាទព្រោះសារគេដេញវាយសុតស្ទៀវនេះមិនមែនកាន់នេះបាទមិនកាន់នេះទៅកាប់គេស្ទៀវនេះកាន់7បាទសារដៅឡាស្រាប់7ហ្នឹងហើយបាទយើងមើលរូបភាពឡើងវិញមកដៅខ្វាយ3 2 1លើកផ្លាច់នេះពី detective នេះ5 hero ប៉ុន្តែបានវាយចូលទៅដាក់កដាពីដៃបាទដែលបាននិយាយទីសេលបោកទៀតគ្រាន់តែលូកាទូឯងមកបោកយកបាទចឹងមានការចូលតែ web ថែមទៀតម្ដែរដេញធ្វើការច្រឡំជាមួយនឹង Nablo យកធ្វើការ retrieve យកជាមួយនឹង Orange របស់បានមួយគ្រាប់ទៀតផងដែរហើយនេះធ្វើការ brilliant មួយធ្វើការដកថយមកដែរពីវត្តមានរបស់ team Flash Cake បាទឥឡូវគេពងនិយាយគ្នាណាទៅប្រយសេង off to the Friday វាយចេញ map ឲ្យទីឃើញចប់វ៉ាវតែជួយដើរទៅប្រាប់ player សៀងគឺទីមកយើងលេងនៅខ្មែរណាអូខេចប់បាទឥឡូវធ្វើការ fast load យកតាមដល់ពីវត្តមានរបស់ team Flash KH ជាមួយនឹង lot ទី1ផងដែរបិទ zone
បាទបាត់សូនទៅលើសៀបយកហ្គេមនេះ បាទហើយយើងក៏ផ្លេដែរជាមួយនឹងរោងកុន Legend Cinema បាទអ្នកទាំងគ្នាអាចធ្វើការមកទស្សនារោងភាពយន្តដ៏ល្បីៗក៏ដូចជារោងភាពយន្តខ្មែរបាទនៅឯ Legend Cinema ហើយក៏មានកន្លែងដែរកៅអីធំទូលាយក៏ដូចជាអ្នកដែលចង់ទិញសម្បត្តិបាទមើលការប្រកួត MPL របស់យើងគឺមានការ discount 10% គ្រប់ប្រភេទសម្បត្តិទាំងអស់តែម្ដងហើយសម្បត្តិមានលក់នៅក្នុង app ក៏ដូចជា website Legend Cinema បាទចាឥឡូវ Oh my ឡត God ដាក់ទៅផ្លឹមបតំឡែនគិតថាមួយឡតនេះអាចនឹងទប់ជាប់ដែរទេបង បាទដូចជាអត់ដូចជាអាចដូចជានិយាយទៅពិបាកនឹងទុកព្រោះគេមានអាឡុត ត្រូវ គេមានអាឡុតគេអត់ឲ្យយើងឈរទៅផ្ទះទេហើយណាមួយ target យើងមិន5ទេ target យើងតែ4ទេអេចលាដែលនៅក្នុងខ្លួនមនុស្សម្នាក់ឯងតែផ្ទះ4បាន5 បាទកាយស៊ីធ្វើការបើកម៉ែប៉ុន្តែជាមួយវត្តមានបន្ទីគ្រាន់តែបែតយកតែម្ដងអត់ទាន់មានការបោកអត់តែទៅលើស៊ីងទេតែស៊ីងមាន purify ក៏ដូចជាកន្លែងនេះជាមួយនឹង T2 Turret នៅខាងផ្លឹមមានការយកបានប៉ុន្តែពីវត្តមានរបស់ Plus KA ណាប់ឡយកធ្វើការប្រេងមួយជាន់អាទីពីបុកស៊ីជាន់ខោបាត់ហើយពីបុកស៊ីប៉ុន្តែជាមួយវត្តមានរបស់ស៊ីងមានការផ្ដាច់យកណាពីកាយស៊ីធ្វើការនេះបែបបន្ថែមទៀតចុចណាប់ជាមួយនឹងការផ្ដាច់ទៅលើ detective បន្ថែមទៀតជាមួយនឹងការផ្ដាច់ទៅពីវ៉ាដូសាប់ដៃចុងក្រោយចាក់មួយចាក់ពីរផ្ដាច់កតឡាច់បាត់ទៅលើណាប់ឡយកក៏ដូចជាសោកពីរត់តែម្ដងពីបុកស៊ី ហើយនឹងអូពីអានឹង defend គេបានដែរទេតែ T3 នៅខាងផ្លូវ Milan ក៏បន្ត Milan ក៏មានការបាត់បង់ដូចគ្នាមានការចូលទៅលើ Box CC វាយយកដល់ពីណាមឡយកបានជាមួយ Killing Spree ទៅលើតែយើងក៏ដូចជាទី1ជ័យជំនះលទ្ធផល17-0គឺបានទៅលើ Team Plus